អាមេរិកគឺគាត់មានកាតព្វកិច្ចការពារនៅរាល់ទឹកដីទាំងឡាយណាដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរបស់ជប៉ុនបើតាមពិតទៅសមត្ថកិច្ចចិនអាចបង្ក្រាបបាតុកម្មមិនឲ្យមកទស្សនទូតបានយ៉ាងនេះក៏ប៉ុន្តែចិនគឺគាត់បានបន្តរហូតដល់មានការគប់ទឹកតាមរូបអេស្ដាមនៅក្នុងស្ថានទូតជំរាបសួរអ្នកគ្រូក៏ដូចជាសួស្តីមិត្តភក្តិទាំងអស់គ្នាមានខ្ញុំឈ្មោះធុកសុវណ្ណារីជានិស្សិតឆ្នាំទី2ជំនាញគណិតវិទ្យាអន្តរជាតិនេះគឺជាកញ្ញាស្រីសុមាវតីជានិស្សិតឆ្នាំទី2ជំនាញគណិតវិទ្យាអន្តរជាតិកញ្ញាសូនស៊ីងស៊ីងគឺជានិស្សិតឆ្នាំទី2ជំនាញគណិតវិទ្យាអន្តរជាតិហើយនេះគឺកញ្ញាវណ្ណាសួរមួយជានិស្សិតឆ្នាំទី2ជំនាញគណិតវិទ្យាអន្តរជាតិដូចគ្នាចំណែកនេះគឺជាភារកិច្ចរបស់យើងគឺកញ្ញាសឿងរក្សាជានិស្សិតឆ្នាំទី1ជំនាញគណិតវិទ្យាអន្តរជាតិគណៈបកថ្ងៃនេះគឺនិយាយអំពីចំនួនដែលសមុទ្រចិនខាងកើតរវាងជប៉ុននិងចិនដែលយើងលើកយកមកនិយាយនៅក្នុង podcast យើងថ្ងៃនេះដោយតែអ្នកនរគ្នាបានដឹងរួចមកហើយថានៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែងអំណាចទឹកដីតែជាចំណុចកាត់ផ្តាច់នៃសន្តិភាពនិងសង្គ្រាមលោកអ្នកប្រហែលជាបានដឹងរួចមកហើយចំនួនអង្គការកុករវាងសមុទ្រចិនខាងត្បូងប៉ុន្តែថ្ងៃនេះ podcast របស់យើងនឹងនាំអារម្មណ៍អ្នកគ្រូក៏ដូចជាមិត្តភក្តិទាំងអស់គ្នាទៅរកភាសានយោបាយផ្នែកខាងជើងបន្តិចគឺសមុទ្រចិនខាងកើតដែលនៅទីនោះមានកោះតូចៗមួយក្រុមគ្មានមនុស្សរស់នៅគ្មានសំណង់អគារស្ទង់ស្កាយប៉ុន្តែវាជាចំណុចប្រសើរទំនាក់ទំនងរវាងមហាអំណាចទាំងពីរគឺប្រទេសចិននិងប្រទេសជប៉ុនដែលជប៉ុនហៅកោះនោះថាសានកាគូចំណែកឲ្យចិនហៅកោះនោះថាទាវជូតាមប្រវត្តិសាស្ត្រការទូតជប៉ុនបានដាក់បញ្ចូលកោះនេះទៅលើទឹកដីខ្លួនតាំងពីឆ្នាំ1894មកម្ល៉េះប៉ុន្តែសង្គ្រាមចិនជប៉ុនលើកទី1ដោយចាត់ទុកថាគ្មានដីគ្មានម្ចាស់ទៅវិញប៉ុន្តែភាគីចិនបានបដិសេធនិងអះអាងថាខ្លួនមានសិទ្ធិប្រវត្តិសាស្ត្រតាំងពីសតវត្សទី16មកម្ល៉េះភាគការទឹកបានទូនឡើងដល់ចំណុចកំពូលនៅឆ្នាំ2012នៅពេលដែលរដ្ឋាភិបាលក្រុងតូក្យូបានសម្រេចចាត់ទិញកោះទាំងពីរនោះជាម្ចាស់ឯកជនតែម្ដងដែលធ្វើឲ្យទីក្រុងប៉េកាំងចាត់ទុកថានេះគឺជាការរំលោភទៅលើអធិបតេយ្យទឹកដីដោយស្របការទូតអន្តរជាតិយ៉ាងធ្ងន់ធ្ងរដើម្បីកុំឲ្យខកខានពេលយូរថ្ងៃនេះខ្ញុំសូមសួរទៅលើជាកិត្តិយសរបស់យើងគឺកញ្ញាសុរក្សាសំណួរនោះសួរថាបើតាមទស្សនៈអន្តរជាតិតែកោការដីគុំម្ចាស់របស់ជប៉ុននិងសិទ្ធិប្រវត្តិសាស្ត្ររបស់ចិនមួយណាមានទំនួលខុសច្បាប់ជាងនៅក្នុងការអធិបតេយ្យភាពទឹកដីសាសូកញ្ញាជួយបកស្រាយបន្ថែមចា៎ជាដំបូងនាងខ្ញុំសូមជម្រាបសួរដល់បងវិក្កាមិនទាំង3និងអរគុណដល់បង MC បើសិនបើយើងពិនិត្យមើលតាមច្បាប់អន្តរជាតិសម័យទំនើបស្តីពីការទាមទារទឹកដីរដ្ឋមួយមិនអាចស្រែកថាដីនោះជារបស់ខ្លួនដោយពឹងផ្អែកទៅលើប្រវត្តិសាស្ត្របានទេតាមច្បាប់អន្តរជាតិតម្រូវឲ្យមានលក្ខខណ្ឌ2ទី1ទឹកដីនោះត្រូវតែជាដីគ្មានម្ចាស់គ្រប់គ្រងពិតប្រាកដក្នុងពេលដែលរដ្ឋមួយចូលទៅដល់និងទី2ត្រូវមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជប៉ុនបានធ្វើការអង្កេតកោះនោះយ៉ាងហ្មត់ចត់អស់រយៈពេល10ឆ្នាំទៅហើយតាំងពីឆ្នាំ1885ហើយនៅក្នុងឆ្នាំ1895ទើបគណៈរដ្ឋមន្ត្រីជប៉ុនសម្រេចដាក់បញ្ចូលទឹកដីនោះជារបស់ខ្លួនព្រោះមិនឃើញមានសញ្ញានៃការគ្រប់គ្រងពីរាជវង្សឆេងនៃប្រទេសចិនឡើយផ្ទុយទៅវិញការទាមទាររបស់ចិនគឺពឹងផ្អែកទៅលើសិទ្ធិប្រវត្តិសាស្ត្រដែលតាំងពីសតវត្សទី16សំទោសនៅតែនៅក្នុងយុទ្ធសាស្ត្រអន្តរជាតិដូចជាករណីក្តីក្តាំកោះឆ្នាំ1928តុលាការអន្តរជាតិបានចែងច្បាស់ថាការអនុវត្តអធិបតេយ្យភាពជាក់ស្ដែងនិងបន្តបន្ទាប់មានតម្លៃគតិយុត្តខ្ពស់ជាងការរកឃើញដំបូងតាមប្រវត្តិសាស្ត្រដូច្នេះបើសិនបើនិយាយតាមបច្ចេកទេសច្បាប់ជំហររបស់ជប៉ុនមានលក្ខណៈរឹងមាំខាងផ្លូវច្បាប់អរគុណច្រើនទៅដល់ជាកិត្តិយសរបស់យើងចាសម្រាប់សំណួរបន្ទាប់នេះខ្ញុំចង់សួរទៅកញ្ញាស៊ីងស៊ីងវិញម្ដងថាតើសិទ្ធិសញ្ញាចាស់តាំងពីសតវត្សទី19ដូចជាសិទ្ធិសញ្ញាស៊ីម៉ូណូសេគីឆ្នាំ1895ឬសេចក្តីប្រកាសក្រុងកែឆ្នាំ1943ហើយអ្វីបានជាវានៅតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការទូតរវាងចិននិងជប៉ុននៅក្នុងសតវត្សទី21នេះចាសូមជាដំបូងខ្ញុំសូមជម្រាបសួរដល់បងប្អូនទាំងអស់នោះអរគុណដល់បងអង្គដែលបានសួរជំនួសមកកាន់ខ្ញុំចឹងនៅក្នុងច្បាប់តាមទូតសន្ធិសញ្ញាគឺជាច្បាប់កំពូលនៃរដ្ឋមួយហើយបើសិនហើយវាគ្មានថ្ងៃយល់កំណត់សម័យកាលឡើយនោះត្រូវតែមានសន្ធិសញ្ញាថ្មីមួយមកជំនួសសន្ធិសញ្ញាចាស់ហ្នឹងបើតាមគោលការណ៍ផាឆាសុនសុវណ្ណដាមូលហេតុដែលឯកសារទាំងនេះនៅតែមានប្រសិទ្ធភាពដោយសារតែអីព្រោះវាគឺជាអាវុធនៃការទូតចឹងដល់ផលខាងលើនេះហើយចាត់ចិនប្រើប្រាស់សេចក្តីប្រកាសទីក្រុងកែឆ្នាំ1943និងក្រុងកងសាក់នៅក្នុងឆ្នាំ1945
ដែលជាទឹកព្រមព្រៀងក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរដើម្បីប្រាប់ពិភពលោកថាជប៉ុនត្រូវតែប្រគល់ទឹកដីទាំងឡាយនេះទទួលបានបានពីចិត្តខុសច្បាប់មកវិញហើយចិនបានរកសារទៀតថាកោះគីវយូគឺជាកោះរបស់តៃវ៉ាន់ដូច្នេះហើយនៅពេលដែលជប៉ុនប្រគល់កោះនោះទៅឲ្យតៃវ៉ាន់វិញកោះនេះក៏ត្រូវមកជាមួយគ្នាដែរប៉ុន្តែជប៉ុនបានបដិសេធថាអង្គថាកោះសេនកាទូនោះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់ទេប៉ុន្តែគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលដោយឡែកនេះក៏សបញ្ជាក់ឲ្យយើងឃើញថាវិបត្តិការទូតបច្ចុប្បន្នមិនមែនជាការបង្កើតរឿងឲ្យថ្មីទេប៉ុន្តែវាគឺជាការបង្កើតសង្គ្រាមឯកសាររបស់ប្រសាទយុទ្ធប្រវត្តិសាស្ត្រទៅវិញទៅចាអរគុណច្រើនអរគុណកញ្ញាទាំងទីសេសម្រាប់សំណួរមកកនេះខ្ញុំសូមសួរទៅកញ្ញាសិនសម្រាប់បន្តតែម្ដងឥឡូវនេះយើងងាកមកមើលស្ថានភាពជាក់ស្ដែងទៅលើផ្ទៃសមុទ្រវិញតើតើឆ្នាំសមុទ្រចិននិងជប៉ុនតែងតែដេញប្រកាត់គ្នាបើកាត់ដែនទឹកដីជាមួយកោះនោះស្ទើរតែរាល់ថ្ងៃខ្ញុំចង់សួរសម្រាប់ប្រទេសវិញថានៅក្នុងស្ថានភាពដ៏ស្រួយមួយបែបនេះតើគេមានប្រើប្រាស់ការទូតបង្ការយ៉ាងដូចតែខ្លះដើម្បីបំផាត់ទួលអត់ខ្ញុំជាដំណើរទីសូមទៅពីបងស្ទីវិមិនវិរុបជីវវិទ្យាអរគុណច្រើនចំពោះចំណុចរបស់ខ្ញុំសូមឆ្លើយថានៅក្នុងដំណាក់កាលអន្តរក្នុងដំណាក់កាលការទូតនិងដំណាក់កាលអន្តរជាតិសង្គ្រាមវិទ្យាទៅកើតឡើងដោយសារតែការខ្វះច្រឡំឬក៏ការបកស្រាយនៅក្នុងជាក់លាក់ដែលយើងហៅជាភាសាទៅថា miscalculation ហើយដើម្បីទប់ស្កាត់ទៅនឹងបញ្ហានេះប្រទេសជប៉ុននិងប្រទេសចិនទៅជាប្រទេសទាំងពីរមើលមុខគ្នាមិនត្រង់ដែរក៏ពួកគេបានបង្កើតនូវយន្តការមួយដែលហៅថាយន្តការទំនាក់ដែលសមុទ្រទាំងហើយនៅក្នុងឆ្នាំ2008ហើយអ្វីដែលជាចំណុចរបស់ការទូតដ៏សំខាន់មួយគឺនៅក្នុងឆ្នាំ2023ប្រទេសទាំងពីរបានដាក់ឲ្យមកថាជាដំណើរការផ្លូវការមួយដែលមានឈ្មោះថាខ្សែទូរស័ព្ទបន្ទាន់hotline គឺខ្សែទូរស័ព្ទបន្ទាន់មួយនេះគឺមានសារៈសំខាន់មែនទែនឲ្យប្រទេសទាំងពីរនោះគាត់អាចទំនាក់ទំនងគ្នាដោយសារតែយើងភ្ជាប់តាពីស្ថាប័នសំខាន់គឺក្រសួងការពារជាតិរវាងប្រទេសទាំងពីរដូច្នេះហើយនៅពេលដែលប្រទេសទាំងពីរមានករណីមួយដែលយើងអាចសង្កេតទៅវាជាករណីដែលទូសង្គ្រាមវាជាការប៉ះទង្គិចមិនថាតែផ្លូវអាកាសឬក៏ផ្លូវទឹកទៅគឺប្រទេសទាំងពីរអាចមានការទំនាក់ទំនងគ្នាបានភ្លាមដើម្បីឲ្យមានការដោះស្រាយចឹងសរុបមកវិញតើត្រង់នឹងចំណុច hotline នេះវាមិនមែនតែជាការដែលយើងចង់ជំនួសតែក៏ជាការមួយដែលយើងគ្រប់គ្រងនៅចំនួនដើម្បីឲ្យយើងរៀបការកាត់ជាសង្គ្រាមដែលអាចធ្វើឲ្យមានវិនិច្ឆ័យការទៅដល់ប្រទេសហ្នឹងអរគុណច្រើនចុះបើសិននិយាយអំពីការទូតក្នុងគ្រាមានវិបត្តិវិញខ្ញុំចាំបានថាកាលពីឆ្នាំ2012មានការទូតបាតុកម្មប្រឆាំងជប៉ុនយ៉ាងខ្លាំងក្លានៅប្រទេសចិនពេលនោះស្ថានភាពនៅឯស្ថានទូតជប៉ុននៅតែការរងការគប់ចង់ទឹកនិងគ្រប់គ្រងជាតិជាដើមខ្ញុំចង់សួរអតីតបន្ថែមថាតើតាមយុទ្ធនាការនេះអនុសញ្ញាទីក្រុងវីយ៉ានឆ្នាំ1961ស្តីអំពីទៅរងការទូតតើរដ្ឋាភិបាលចិនបានបំពេញកាតព្វកិច្ចការពារស្ថានទូតបរទេសបានត្រឹមត្រូវដែរឬទេចាសសូមកញ្ញាជួយបកស្រាយបន្ថែមចឹងអរគុណសម្រាប់សំណួរសម្រាប់ត្រង់ចំណុចនេះសំណួរចាស់សម្រាប់ចំណុចនេះគឺជាចំណុចមួយដែលសារបានជាលក្ខខណ្ឌការទូតដ៏វិជ្ជាទៅដោយដែលយើងដឹងថានៅក្នុងអនុសញ្ញាទីក្រុងវិទ្យាឆ្នាំ1981នេះគឺជាអនុសញ្ញាមួយដែលសំខាន់ដែលជាច្បាប់មួយដែលយើងប្រើប្រាស់ជាច្បាប់ការទូតទូទាំងពិភពលោករបស់ប្រទេសខ្មែរនេះអញ្ចឹងនៅក្នុងមេត្រាទី22នៃអនុសញ្ញាទីក្រុងវិទ្យាឆ្នាំ1981នេះគឺគេបានចែងថារដ្ឋដែលជាម្ចាស់ផ្ទះហ្នឹងគឺមានកាតព្វកិច្ចនៅក្នុងការចាត់វិធានការសមស្របទាំងពួងដើម្បីការពារបរិយាស្ថានទូតនៅក្នុងប្រទេសរបស់ខ្លួនពីការរំពានមិនឲ្យមានការចូលថ្លៃក៏រំលោភទៅដល់សន្តិសុខសង្គមក្នុងប្រទេសនេះទេអញ្ចឹងនៅក្នុងព្រឹត្តិការណ៍ឆ្នាំ2012បើតាមពិតទៅសមត្ថកិច្ចចិនអាចបង្ក្រាបបាតុកម្មមិនឲ្យមកទស្សនទូតបានយ៉ាងនេះក៏ប៉ុន្តែចិនគឺគាត់បានបដ ாய் រហូតដល់មានការគប់ទឹកអីស្ដាមនៅក្នុងស្ថានទូតពីព្រោះថាពេលនោះគឺចិនបានចង់ប្រើប្រាស់ប្រជាជនដែលជាកំហុសជននោះគឺជាឧបករណ៍នយោបាយឬក៏សម្ពាធការទូតប៉ុន្តែការដែលធ្វើបែបនេះគឺចិនបានរងការរិះគន់ក៏ដូចជាធ្វើការរំលោភបំពានច្បាប់អន្តរជាតិក៏ដូចជាកាតព្វកិច្ចនៅក្នុងច្បាប់ការទូតនេះផងដែរដូច្នេះហើយយើងអាចសង្កេតបានថាទោះបីជាចិននឹងមិនទាន់ប្រហោខ្លួនឯងច្បាស់ក៏ដោយក៏គេនៅតែដាក់បានការពារមិនឲ្យបាតុករសម្រុកចូលអាគារស្ថានទូតដាច់ខាតព្រោះថាបើសិនជាបាតុករចូលទៅដល់អាគារនោះចិននឹងត្រូវការប្រងការថោកទុកពេញទំហំពីអន្តរជាតិ
ហើយនៅគឺជាយុទ្ធសាស្ត្រមួយដែលគេប្រើជាច្បាប់ការទូតធ្វើជាបណ្ដាញបាទអរគុណសម្រាប់កញ្ញាវតីសម្រាប់ការឆ្លើយយ៉ាងក្បោះក្បាយនៅសំណួរបែបនេះចាឥឡូវនេះយើងងាកមកមើលតាមផ្លូវច្បាប់សមុទ្រវិញម្ដងខ្ញុំមានសំណួរចង់សួរទៅកាន់កញ្ញាសៀវមួយតើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឬ UNCLOS ឆ្នាំ1982មានការពាក់ព័ន្ធយ៉ាងដូចម្តេចក្នុងកំណត់ព្រំដែនទឹកនៅសមុទ្រចិនខាងកើតហើយដើម្បីបានជាចិននិងជប៉ុនមិនអាចព្រមព្រៀងគ្នាបានចាអរគុណខំស៊ីតែប៉ុន្តែតកតងជាមួយនឹងចំនួននៅសមុទ្រចិនខាងកើតវាមិនគ្រាន់តែជារឿងដែលដណ្ដើមកោះសិង្ហបុរីឬក៏កោះទាវនោះទេប៉ុន្តែយើងអាចនិយាយបានថាវាជាចំនួនមួយដែលដើមតំបន់សេដ្ឋកិច្ចដាច់មុខទំហំ200ម៉ាយសមុទ្រប៉ុន្តែដោយសារតែសមុទ្រចិនខាងកើតហ្នឹងវាមានទទឹងតូចជាង400ម៉ាយសមុទ្រអញ្ចឹងវាធ្វើឲ្យដែនទឹករបស់ប្រទេសទាំងពីរហ្នឹងវាត្រួតជាន់គ្នាចឹងហើយចំពោះខាងភាគីជប៉ុនតើតើទៅលើផ្នែកច្បាប់សមុទ្រគឺជប៉ុនទាមទារឲ្យមានការគូខ្សែពាក់កណ្ដាលស្មើគ្នាដែលយើងហៅថាខ្សែមធ្យមដើម្បីចែកដែនទឹកទាំងពីរហ្នឹងកុំឲ្យត្រួតស៊ីគ្នាទៀតចំពោះភាគីចិនវិញគឺចិនបដិសេធការគូខ្សែពាក់កណ្ដាលហ្នឹងដោយផ្អែកទាមទារទៅលើគោលការណ៍ភូមិសាស្ត្របាតសមុទ្រហៅថាការអូសបន្លាយធម្មជាតិនៃកម្រិតបាតសមុទ្រហើយចិនក៏គាត់បានអះអាងដែរថាអាដីថ្នាលទ្វីបរបស់គាត់ហ្នឹងគឺលាតសន្ធឹងវែងរហូតដល់ចិត្តកោះអូគីណាវ៉ារបស់ជប៉ុនអញ្ចឹងបើតាមច្បាប់សមុទ្រក្នុងមាត្រា74ហើយនិងមាត្រា82ការដោះស្រាយដែនទឹកត្រួតស៊ីគ្នានោះត្រូវធ្វើឡើងតាមរយៈការព្រមព្រៀងគ្នាទៅលើច្បាប់អន្តរជាតិដើម្បីដោះស្រាយបាននៅដំណោះស្រាយប្រកបដោយសមធម៌រវាងប្រទេសទាំងពីរប៉ុន្តែដោយសារតែប្រទេសទាំងពីរហ្នឹងគឺគាត់ប្រើប្រាស់ច្បាប់សមុទ្រតែមួយហើយគាត់មកស្រាយយកផលចំណេញរៀងៗខ្លួនអញ្ចឹងទៅធ្វើឲ្យការចរចាការទូតហ្នឹងគឺវាត្រូវជាប់គាំងរហូតដល់សប្តាហ៍ហ្នឹងចឹងបើសិនជានិយាយអំពីជនទី3វិញគឺសហរដ្ឋអាមេរិកវិញអាមេរិកនិងជប៉ុនមានសិទ្ធិសញ្ញាសន្តិសុខរួមគ្នាខ្ញុំចង់សួរត្រឡប់ទៅសឹងវិញថាបើសិនជាតាមផ្លូវការទូតនិងច្បាប់អន្តរជាតិអាមេរិកមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការចូលរួមធ្វើសង្គ្រាមជាមួយជប៉ុនទេបើសិនបើជនមានប្រកបនោះសូមកញ្ញាសូមបន្ថែមទៅលើសំណួរផងតាមចំណុចនេះដែរបើយោងតាមមាត្រា5នៃសន្ធិសញ្ញាសន្តិសុខទ្វេភាគីរវាងអាមេរិកនិងជប៉ុនអាមេរិកគឺមានកាតព្វកិច្ចនៅក្នុងការការពាររាល់ទឹកដីទាំងឡាយណាដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជប៉ុនតែទោះបីជាអញ្ចឹងក៏ដោយអាមេរិកគឺគាត់មានភាពវៃឆ្លាតនៅក្នុងការធ្វើកិច្ចការទូតអញ្ចឹងអាមេរិកគឺគាត់ព្យាយាមរក្សាជំហរអព្យាក្រឹតមិនលូកដៃទៅលើរឿងអធិបតេយ្យភាពចុងក្រោយហើយក៏មិនអះអាងដែរថាតើកោះនោះជាកោះរបស់ចិនឬក៏ជាកោះរបស់ជប៉ុនប៉ុន្តែអាមេរិកគឺស្គាល់ថាបច្ចុប្បន្ននោះគឺជប៉ុនគឺជាអ្នកគ្រប់គ្រងជាក់ស្ដែងអញ្ចឹងហើយបានប្រធានាធិបតីអាមេរិកគ្រប់ជំនាន់នោះគឺសុទ្ធតែបញ្ជាក់ជាផ្លូវការថាបើសិនជាចិនប្រើកម្លាំងបាយទៅដើមកោះនោះមកវិញអញ្ចឹងអាមេរិកនឹងបញ្ជូនទ័ពទៅជួយជប៉ុនភ្លាមហើយអាមេរិកគាត់ធ្វើនេះគឺយើងអាចនិយាយបានថាជាការទូតកំហែងដើម្បីកុំឲ្យចិននឹងបំពានទៅលើច្បាប់អន្តរជាតិដែលនាំឲ្យមានអសន្តិសុខទៅដល់ពិភពលោកផងដែរចាសំណួរបន្តចង់សួរទៅការជាងថាហេតុអ្វីបានជាប្រទេសទាំងពីរនៅក្រុមយកចំនួននេះទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយករណីភាសាប្រវត្តិងាររបស់យើងឬករណីប្រទេសដទៃទៀតតើការស្វែងរកដំណោះស្រាយតាមផ្លូវតុលាការអន្តរជាតិវាមានឧបសគ្គទូតអ្វីខ្លះចាសូមអរគុណលោកសម្រាប់សំណួរចឹងចូលមកដល់សំណួរនេះគឺចូលទៅការវិនិច្ឆ័យច្បាប់អន្តរជាតិម្ដងចឹងនៅត្រង់ចំណុចហ្នឹងមនុស្សទូទៅគ្រប់គ្រងនឹងតែតែថាឲ្យតែមានជំនួយអន្តរជាតិជាមួយនឹងបណ្ដាប្រទេសផ្សេងៗគឺតែទៅចោលតុលាការអន្តរជាតិICJដើម្បីដោះស្រាយប៉ុន្តែក្នុងកថាភាពការទូតពិតប្រាកដបច្ចុប្បន្ននេះវាមិនសម្រាប់ណាស់ទេចឹងប្រទេសចិនជាមួយនឹងប្រទេសជប៉ុនគឺមានថាថាប្រយុទ្ធនិងយុទ្ធសាស្ត្រនយោបាយចោលខ្លួននៅក្នុងការជៀសវាងពីតុលាការអន្តរជាតិមួយនៅដូច្នេះថ្ងៃនេះខ្ញុំមានចំណុចមួយសំខាន់ដើម្បីចង់ឲ្យអ្នកទាំងអស់គ្នាពិចារណាជាមួយគ្នាចឹងចំពោះចំណុចទី1វិញគឺរបាយនៃគោលការណ៍យន្តក្រុមបាទធនគីចឹងបើតាមលក្ខណៈនៃតុលាការ ICJ តុលាការគ្មានអំណាចស្វែងរកឬក៏ជាសមត្ថភាពសមត្ថកិច្ចជាកំហិតទេនៅក្នុងការចាត់បង្ខំរដ្ឋអធិបតេយ្យណាមួយដើម្បីឡើងកាត់សេចក្តីបានឡើយបើសិនបើរដ្ឋអត់មានការត្រង់គ្នាជាមួយគ្នាចឹងមានន័យថាលុះត្រាតែចិននិងជប៉ុនកាន់តែគ្នាប្រដាក់ពីប្រទេសមួយគ្នាទៅ ICJ ឲ្យកាត់ដីបានចឹងប្រទេសចិនមិនដែលចង់ហត្ថលេខាទទួលស្គាល់សមត្ថកិច្ចជាកំហិតរបស់ ICJ ទេចឹងហើយបើជប៉ុនប្តឹងតែម្នាក់ឯង
តឡាការអន្តរជាតិអាស៊ីជេនហ្នឹងក៏អត់ទទួលស្គាល់ដូចគ្នាចំពោះទី2ហ្នឹងគឺជាដោយសារការទូតឬក៏មិនទទួលស្គាល់ថាមានទំនាស់របស់ជប៉ុនចឹងបច្ចុប្បន្នជប៉ុនគឺជាអ្នកគ្រប់គ្រងរដ្ឋាភិបាលជាក់ស្ដែងនៅលើកោះសែនកាគូចំពោះផ្លូវការរបស់ក្រសួងការបរទេសជប៉ុនគឺគ្មានចំនួនទឹកដីណាដែលត្រូវដោះស្រាយឡើយនៅក្នុងរបាយការណ៍ទូតបើជប៉ុនប្រងការចូលទៅក្នុងតឡាការប្រតិអាស៊ីជេជាមួយនឹងចិនហើយវានឹងខ្លាចទៅជាការលបសម្រាប់យុទ្ធសាស្ត្រខ្លួនឯងព្រោះវាស្មើនឹងការលបចូលអន្តៈដោយទទួលស្គាល់ពីអន្តរជាតិថាកោះហ្នឹងគឺពិតជាមានដំណោះមែនដែលធ្វើឲ្យជប៉ុនខាតប្រៀបនិងបាត់បង់ភាពស្រស់ស្រាប់នៃការគ្រប់គ្រងបច្ចុប្បន្នភ្លាមចំពោះទី3នេះគឺការមិនទុកចិត្តលើយុទ្ធធម៌អសន្តិភាពចិនចឹងរដ្ឋាភិបាលក្រុងប៉េកាំងតែតែមានបន្តសង្ស័យទៅលើប្រព័ន្ធតឡាការអន្តរជាតិថាដែលពួកគេយល់ត្រូវបានបង្កើតឡើងនិងគ្រប់គ្រងដោយឥទ្ធិពលរបស់អាមេរិកនិងអឺរ៉ុបខាងលិចចឹងចិនមានមេរៀនរងគ្រោះមានតែកាលពីឆ្នាំ2016ក្នុងករណីសមុទ្រចិនខាងត្បូងដែលតឡាការមជ្ឈការអន្តរជាតិឬក៏ PCA នៅក្នុងទីក្រុងឡាអេបានកាត់សេចក្តីឲ្យចិនតែងដីហ្វីលីពីនចឹងព្រឹត្តិការណ៍ហ្នឹងធ្វើឲ្យចិនរត់តែរៀងចាននិងប្រកាសដាច់ខាតមិនយកចំនួនទឹកដីណាមួយទៅឲ្យស្ថាប័នអន្តរជាតិកាត់ដីទៀតឡើយចំពោះចំណុចទី4គឺហានិភ័យនៃលបែងចាញ់ឈ្នះនិងស្មារតីជាតិនិយមនៅក្នុងស្រុកឬក៏យើងហៅថា nationalism ចឹងសារក្រមរបស់តុលាការ ICJ គឺជាសារក្រមស្ថាពរបត់ផ្លូវតវ៉ាបើទៅតុលាការគឺត្រូវតែមានម្ខាងឈ្នះដល់ឈ្នះដាច់និងម្ខាងទៀតចាំដល់ខ្លួនខាត់ទឹកស្រោតឬក៏យើងតែតែយល់ទៅថា zero sum game សម្រាប់មហាអំណាចសេដ្ឋកិច្ចលំដាប់ទី2និងទី3នៃពិភពលោកបើយើងទៅតុលាការហើយចាញ់ក្តីនោះវានឹងក្លាយទៅជាមហន្តរាយនិងការអាមេមុខមាត់ការទូតដ៏ធំក្នុងប្រវត្តិសាស្ត្រសម័យឡើយចឹងលើពីនោះទៅទៀតហ្នឹងវាអាចនឹងកំហឹងស្មារតីជាតិនិយមរបស់ប្រជាជននៅក្នុងស្រុកឲ្យលើកឡើងតវ៉ាប្រឆាំងជាមួយនឹងរដ្ឋាភិបាលខ្លួនឯងដែលអាចដឹកនាំទៅរកការដួលរលំនយោបាយក្នុងជាតិចឹងស្របមកតែពីនោះគឺសុខចិត្តជ្រើសរើសផ្លូវរក្សាស្ថានភាពចប់កែឈុំគ្នាបែបហ្នឹងហើយដែលពួកគេអាចគ្រប់គ្រងបានតាមផ្លូវកាទូតជាជាងការបទពិសោធន៍យកជោគវាសនាទឹកបីនិងកែឈ្មោះមហាអំណាចរបស់គ្រូនោះដាក់ទៅលើចុងបិទចៅក្រមអន្តរជាតិដែលរាប់5រូបនៅក្នុងតុលាការអន្តរជាតិ ICJ នេះឡើយសូមអរគុណកញ្ញាស៊ីមស៊ីសម្រាប់ចម្លើយបច្ចុប្បន្នយើងឃើញមកហើយថាមហាអំណាចធំនៅលើពិភពលោកហាក់បីដូចជាមិនសូវគោរពច្បាប់អន្តរជាតិនិងតុលាការអន្តរជាតិឡើយនៅពេលដែលវាប៉ះពាល់ដល់ប្រយោជន៍ទឹកដីរបស់ពួកគេដូច្នេះការជាកិត្តិយសយល់យ៉ាងណាចំពោះចំនួនសមុទ្រចិនខាងកើតនេះតើអាចប៉ះពាល់អ្វីដល់ពិភពលោកបើមិនមិនអាចមានដំណោះស្រាយបានចាអរគុណសម្រាប់សំណួរ MC បើសិនបើចំនួននេះបន្តអូសបន្លាយឬក៏កាន់តែធ្ងន់ធ្ងរឡើងវាអាចផ្ដល់ផលប៉ះពាល់យ៉ាងធំមិនត្រឹមតែចំពោះអាស៊ីបូព៌ាទេប៉ុន្តែចំពោះស្ថិរភាពពិភពលោកទាំងមូលតែម្ដងជាដំបូងវាអាចបង្កើនហានិភ័យនៃការប៉ះទង្គិចយោធាទាំងចិននិងជប៉ុនសុទ្ធតែមានកម្លាំងយោធាទំនើបហើយតែងតែបញ្ជូននាវានិងយន្តហោះល្បាតនៅក្នុងតំបន់ជម្លោះការយល់ច្រឡំឬគ្រោះថ្នាក់តូចមួយអាចនាំឲ្យមានផលប៉ះពាល់ប៉ះទង្គិចធំទី2ចំនួននេះអាចទាក់ទាញមហាអំណាចផ្សេងៗឲ្យចូលរួមជប៉ុនមានសន្ធិសញ្ញាជាមួយនឹងសហរដ្ឋអាមេរិកដែលមានន័យថាប្រសិនបើជប៉ុនមានការវាយប្រហារសហរដ្ឋអាមេរិកអាចមានកាតព្វកិច្ចជួយការពារដល់ប្រទេសជប៉ុនស្ថានភាពបែបនេះអាចធ្វើឲ្យចំនួនទ្វេភាគីក្លាយជាចំនួនតំបន់ឬចំនួននៅក្នុងអន្តរជាតិទាំងមូលហើយទី3វិញផលប៉ះពាល់សេដ្ឋកិច្ចអាចមានទំហំធំចិននិងជប៉ុនជាប្រទេសសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកអញ្ចឹងបើសិនបើមានភាពតានតឹងខ្លាំងឬសង្គ្រាមការផ្គត់ផ្គង់ទំនិញពាណិជ្ជកម្មអន្តរជាតិនិងខ្សែសង្វាក់ផលិតកម្មសកលអាចរងផលប៉ះពាល់យ៉ាងខ្លាំងក្រុមហ៊ុនជាច្រើននៅលើពិភពលោកពឹងផ្អែកទៅលើការផលិតនិងទីផ្សាររបស់ប្រទេសចិននិងប្រទេសជប៉ុនចំណែកឯទី4វាអាចជំរុញឲ្យមានការប្រណាំងសភាវុធនៅអាស៊ីប្រទេសផ្សេងៗអាចបង្កើនថវិកាយោធារបស់ខ្លួនដើម្បីត្រៀមទប់ទល់នឹងភាពមិនច្បាស់លាស់ផ្នែកសន្តិសុខបញ្ហានេះអាចធ្វើឲ្យតំបន់កាន់តែគ្មានស្ថិរភាពឡើងហើយ
ជាចុងក្រោយចំនួនដែលមិនអាចដោះស្រាយបានអាចប៉ះពាល់ដល់ជំនឿលើប្រព័ន្ធអន្តរជាតិបើសិនបើមហាអំណាចមិនអាចដោះស្រាយវិវាទដោយសន្តិវិធីនោះប្រទេសតូចៗក៏អាចបាត់បង់ទំនុកចិត្តទៅលើច្បាប់អន្តរជាតិនិងស្ថាប័នអន្តរជាតិផងដែរซึ่งចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងបងអរគុណជាកិត្តិយសសម្រាប់ចម្លើយរបស់បាយអំបញ្ញមិញនេះចាបន្ទាប់ពីបានស្ដាប់នៅការបកស្រាយវិទ្យាកិត្តិយសនិងក៏ដូចជារឿងខ្លឹមទាំងអស់គ្នាមកឆ្លងកាត់ការពិភាក្សាយ៉ាងស៊ីជម្រៅមកយើងអាចសន្និដ្ឋានបានថាចំនួនសមុនចិនខាងកើតរវាងជប៉ុននិងចិនមិនមែនជាការដណ្ដើមអំណាចយកកោះតូចៗដែលគ្មានមនុស្សរស់នៅនោះទេប៉ុន្តែវាគឺជាសមរភូមិគតិយុត្តនិងជានយោបាយកំផែងនៃលបាយអុកការទូតដ៏ស្មុគស្មាញច្បាប់ការទូតនិងច្បាប់អន្តរជាតិទោះបីជាគ្មានកងទ័ពសម្រាប់ចាប់បង្ខំរដ្ឋមហាអំណាចឲ្យស្ដាប់តាមក៏ដោយប៉ុន្តែវាបានដើរតួសំខាន់ដូចជាបង្កក្រហមដ៏មានឥទ្ធិពលក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងបណ្ដាសិទ្ធិភាពទាំងមូលផងដែរខ្ញុំសូមថ្លែងអំណរគុណនិងជឿជ្រៅចំពោះកញ្ញាសឿងរក្សាដែលជាភ្ញៀវកិត្តិយសរបស់យើងថ្ងៃនេះដែលបានចំណាយពេលដ៏មានតម្លៃចូលរួមបកស្រាយនៅសំណួរជាច្រើនក៏ដូចជាអរគុណដល់អ្នកគ្រូនិងមិត្តរួមទាំងអស់គ្នាដែលបានចូលរួមចំណាយតាមដានការស្ដាប់តាំងពីដើមរហូតដល់ចប់សូមជូនពរដល់អ្នកគ្រូនិងមិត្តទាំងអស់គ្នាឲ្យមានសុខភាពល្អនិងជោគជ័យក្នុងគ្រប់ភារកិច្ចផងដែរចា៎ពេលនេះខ្ញុំណារីនិងមិត្តរួមទាំងអស់គ្នាសូមអរគុណសូមជម្រាបលា